ស្ទូពុកម៉ែបងប្អូនថ្ងៃហ្នឹងខ្ញុំដាំទឹកទៀតហើយខានដាំមកទឹកហើយភ្ញៀវមកទិញអត់មានដោយសារមិនរយៈហ្នឹងវារវល់ផងអីផងហើយអត់ស្រួលខ្លួនដល់អញ្ចឹងឲ្យបានដាំទេនេះដល់ភ្ញៀវយកមកគេមានសរសេរឈ្មោះអាហ្នឹងគេកាត់លុយ500ទៅ10ចាស់ក៏មាន10ភ្ញៀវក៏មាន10ក្មេងក៏មាន10អ្នកផ្ទះក៏មានគ្រប់ម៉ូតគ្រប់ម៉ាក់បងប្អូនអើយមើលនេះមើលឆ្នាំចិនសាយភាគច្រើនឥឡូវភាគច្រើនគេផឹកតែទឹកដែលអត់មានជាស្ករនឹងគេយកស្ករទេដូច្នេះ10ភ្ញៀវយកមកឲ្យយើងគេលាងហើយក៏យើងយកមកលាងថ្មីម្ដងទៀតដែរព្រោះខ្លាចអត់អនាម័យដាក់ទឹកទៅវាខូចហើយ10ថ្មីចេញពីបេក៏យើងលាងដែរខ្លាចវាអត់ស្អាតព្រោះបេពេលខ្លះយកមកវាលហែកវាអីនេះពុកម៉ែបងប្អូនដង3ថ្ងៃដាំម្ដងទេឥឡូវខានឡើងមកទឹក2ថ្ងៃហើយគេមករកអត់មានតែហ្នឹងខ្ជិលកលែងកើតដែរត្រូវតែដាំបើអញ្ចឹងទេបាត់ម៉ួយអស់អរគុណពុកម៉ែបងប្អូនមានតែប៉ុណ្្នឹងឯង